បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវយើងមកជួបគ្នាជាមួយនឹងកម្មវិធីបន្តទៀតហើយគឺកម្មវិធី Kubota VIP បាទសម្រាប់ខ្ញុំបាទដែនបាទខ្ញុំបាទសុពលបាទគឺជាពិធីករនៅក្នុងការរៀបរាប់តាក់ទងទៅនឹងកម្មវិធីរបស់យើងក្នុងថ្ងៃនេះផ្ទាល់ផងដែរអ្វីដែលពិសេសសម្រាប់កម្មវិធីរបស់យើងគឺផ្ដោតសំខាន់មែនទែនបាទសម្រាប់ថ្ងៃនេះអារម្មណ៍របស់ក្រុមការងារ Kubota ផ្ដោតបាទជាមួយនឹងការណែនាំអ្វីដែលល្អជូនទៅដល់អតិថិជនរបស់ Kubota ផ្ទាល់ផងដែរបាទអញ្ចឹងសង្ឃឹមថាសម្រាប់ពុកម៉ែបងប្អូនដែលជាអ្នកគ្រប់គ្រងបាទគ្រឿងចក្រកសិកម្មរបស់ Kubota បាទនឹងទទួលបាននៅអត្ថប្រយោជន៍យ៉ាងពិសេសព្រោះថានៅក្នុងពេលនេះគឺយើងនឹងមានការ discount ជូនរហូតដល់ 20% បាទជូនទៅដល់អតិថិជនរបស់យើងទាំងអស់បាទជាមួយនឹងការទិញនៅគ្រឿងបន្លាស់ផ្សេងៗរបស់ Kubota ហើយយ៉ាងណាមិញបាទយើងក៏មានការផ្ដល់ជូននៅ e-coupon ដែលមានតម្លៃរហូតដល់$30សម្រាប់ធ្វើការផ្ដល់ជូនជាមួយនឹងការទិញនៅគ្រឿងបន្លាស់របស់ Kubota បន្ថែមទៀតបាទជូនទៅដល់អតិថិជនរបស់យើងផ្ទាល់អញ្ចឹងពេលដែលលោកអ្នកខ្លាចទៅជាបាទអតិថិជនរបស់ Kubota លោកអ្នកនឹងទទួលបានជាមួយនឹងអ្វីដែលពិសេសជាច្រើនបាទពី Kubota របស់យើងបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលតែងតែបារម្ភអំពីសេវាកម្មក្រោយការលក់បាទនៅពេលដែលទិញផលិតផល Kubota រួចមកហើយនោះអញ្ចឹងនៅក្នុងពេលនេះពុកម៉ែបងប្អូនជួបបារម្ភហើយដោយសារ promotion ពិសេសរបស់ក្រុមហ៊ុន Kubota របស់យើងនៅក្នុងពេលនេះផងដែររាល់ពេលដែលពុកម៉ែបងប្អូនបាទទិញជាមួយនឹងគ្រឿងចក្ររបស់ក្រុមហ៊ុន Kubota រួចទៅគឺយើងបានធ្វើការផ្ដល់នៅការបញ្ចុះតម្លៃពិសេសពី10ទៅ15%នោះបាទតែបងប្អូននឹងធ្វើការទិញបាទទាំងគ្រឿងចក្រកសិកម្មមិនថាម៉ាស៊ីនច្រូតបាទ tractor ឬក៏ SK ទេគឺយើងមានការបញ្ចុះតម្លៃជូនបងប្អូនយ៉ាងពិសេសផងដែរមួយវិញទៀតនោះគឺសម្រាប់ពុកម៉ែបងប្អូនដែលប្រើប្រាស់ជាក្រុមឬក៏ពុកម៉ែបងប្អូននៅក្នុងភូមិរបស់ពួកគាត់ដែលមានគ្នាចាប់ពី3នាក់ឡើងទៅគឺពុកម៉ែបងប្អូនអាចទទួលនៅសេវាកម្មមួយទៀតគឺហៅថាសេវាកម្ម Service Care ផងដែរដែលផ្ដល់ជូនទៅកាន់ពុកម៉ែបងប្អូនអំពីការប្រើប្រាស់និងធ្វើការត្រួតឆែករបស់គ្រឿងចក្ររបស់ពុកម៉ែបងប្អូននេះយើងអត់មានគិតថ្លៃទេទាំងថ្លៃត្រួតពិនិត្យទាំងថ្លៃសេវាកម្មធ្វើដំណើរនោះគឺខាងក្រុមហ៊ុនគឺ free ជូនតែម្ដងបាទអ្វីដែលពិសេសទៅលើនេះទៅទៀតសម្រាប់ពុកម៉ែបងប្អូនដែលប្រើប្រាស់ទិញថ្មីជាមួយនឹងគ្រឿងចក្ររបស់យើងគឺយើងបានផ្ដល់នៅសេវាកម្មពិសេសមួយគឺហៅថា1512ដែលក្នុង1512នេះគឺការត្រួតពិនិត្យផ្សេងៗនៃការត្រួតឆែករបស់ក្រុមការងារយើងដែលធ្វើការត្រួតពិនិត្យទៅលើគ្រឿងចក្ររបស់ពុកម៉ែបងប្អូនគឺពុំមានឆែកនៅសេវាកម្មទេគឺ free ជូនតែម្ដងបាទគឺពិសេសមែនទែនសម្រាប់ promotion របស់ Kubota យើងក្នុងពេលនេះផងដែរបាទប៉ុន្តែអ្វីដែលពិសេសសម្រាប់ពុកម៉ែបងប្អូនផ្ទាល់បាទខ្ញុំសូមឲ្យចូលរួមជាមួយនឹងការ like ក៏ដូចជា subscribe channel YouTube របស់ Kubota ហើយតាក់ទងទៅនឹងព័ត៌មានផ្សេងៗទៅលើគ្រឿងបន្លាស់ក៏ដូចជាការទិញនៅគ្រឿងចក្រកសិកម្មរបស់ Kubota សូមធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ023 97 11 55បាទរៀងរាល់ម៉ោងធ្វើការក្រុមការងាររបស់ Kubota នឹងរងចាំស្វាគមន៍នៅបាទវត្តមានរបស់ពុកម៉ែបងប្អូនទាំងអស់បាទគាត់នឹងផ្ដល់ជូនតាក់ទងទៅនឹងសំណួរដែលលោកអ្នកធ្វើការបាទសាកសួរមកកាន់ក្រុមការងារផ្ទាល់បាទឥឡូវនេះជាមួយនឹងកម្មវិធីរបស់យើងជាបន្តបាទគឺយើងនឹងមានការបង្ហាញជូនពិសេសបាទជូនទៅដល់អតិថិជនក៏ដូចជាបងប្អូនវិជាកសិករទាំងអស់បាទតាក់ទងទៅនឹង Excavator ដែលនៅខាងក្រោយខ្នងរបស់ពួកខ្ញុំផ្ទាល់តែម្ដងបាទជាមួយនឹង Excavator របស់ Kubota គឺបានបង្ហាញជូននេះដើម្បីឲ្យលោកអ្នកបាទដឹងពីអត្ថប្រយោជន៍និងគុណប្រយោជន៍ជាច្រើនតាក់ទងទៅលើការប្រើប្រាស់ជួយសម្រួលដល់ការងារកសិកម្មបាទជូនទៅដល់ពុកម៉ែបងប្អូនក៏ដូចជាការងារផ្សេងៗផ្ទាល់កុំឲ្យខាតពេលយូរតោះទៅទស្សនាទាំងអស់គ្នាបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទឈ្មោះសេងធុលនាំមកជូនពុកម៉ែបងប្អូននៅផលិតផល Excavator មួយប្រភេទបាទដែលមានឈ្មោះថាបាទ U55 បាទដក6អញ្ចឹងតើ U55 ដក6នេះជាប្រភេទ mini Excavator ដែលអាចធ្វើការបានក្នុងលក្ខណៈពិសេសបែបណាខ្លះខ្ញុំនឹងនាំពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យមកស្គាល់នៅប្រភេទ Excavator បាទ model U55 នេះឲ្យជ្រាបកាន់តែច្បាស់ជាងមុនទៅទៀតបាទដែលយើងផ្ដោតទៅលើលក្ខណៈសំខាន់ចំនួន2ប្រភេទគឺទី1គឺផ្ដោតទៅលើភាពខ្លាំងរបស់ Excavator Kubota ហើយចំពោះទី2គឺការធ្វើការហើយនឹងប្រភេទការងាររបស់ mini Excavator Kubota ថាតើអាចធ្វើការងារក្នុងលក្ខខណ្ឌណាខ្លះភាពរឹងមាំរបស់ mini Excavator គឺមានចំណុចអ្វីខ្លះបាទអញ្ចឹងយើងក៏លេចមើលខាងក្រោមបាទផ្នែកខាងក្រោមគឺយើងមានប្រព័ន្ធជើងក្រោមដែលហៅថាបាទកង់ចង្វាក់គឺយើងមានរឡូរហូតដល់5គ្រាប់ដែលអនុញ្ញាតឲ្យការធ្វើការរបស់ផ្នែកជើងក្រោមហ្នឹងគឺបានកាន់តែខ្លាំងជាងមុនហើយនឹងរលូនកាន់តែខ្លាំងជាងមុនជួយពន្យាអាយុកាលប្រើប្រាស់របស់កង់ច្រវាក់ហ្នឹងឲ្យកាន់តែមានភាពប្រើការបានយូរជាងមុនផងដែរបាទចំណុចពិសេសនោះគឺ Excavator មួយនេះគឺមានម៉ាស៊ីនម៉ាស៊ូតចំនួន4ពីស្តុងបាញ់ប្រេងដោយផ្ទាល់ដែលហៅកាត់ថា direct injection ហើយអាចបង្កើតនៅកម្លាំងសេសបានរហូតដល់ 47.6 សេសដែលអនុញ្ញាតឲ្យម៉ាស៊ីនស៊ីប្រេងតិចនិងមានកម្លាំងខ្លាំងបាទហើយចំណុចពិសេសមួយទៀតនោះគឺ Excavator មួយនេះគឺប្រើនៅប្រព័ន្ធបាទបូម hydraulic បាទដល់ទៅ3ដែលមានឈ្មោះថា Pump Load Sensing ដែលអាចគណនានិងបែងចែកប្រេង hydraulic ទៅធ្វើការបានយ៉ាងមានប្រសិទ្ធភាពព្រមទាំង
ធ្វើឲ្យ excavator ធ្វើការបានដោយរលូននិងលឿនរហ័សហើយលើសពីនេះទៅទៀតនោះគឺទំហំប៉ែលជោគរបស់ mini excavator Kubota គឺមានទំហំធំរហូតដល់ 0.172 ម៉ែត្រគីបទាំងនេះគឺអនុញ្ញាតឲ្យ excavator Kubota model U55 នេះគឺអាចធ្វើការបានខ្លាំងលឿនរហ័សទាំងកម្លាំងខ្លាំងទាំងប្រវែងដៃវែងទាំងទំហំប៉ែលជោគធំគឺទាំងពីរប្រភេទនេះគឺអនុញ្ញាតឲ្យបងប្អូនទាំងអស់គ្នាអាចយក excavator របស់យើងទៅប្រើប្រាស់បានទាំងការងារទាំងក្នុងពីរវិស័យទាំងខាងកសិកម្មហើយនិងខាងសំណង់បាទអញ្ចឹងក្នុងវិស័យកសិកម្មយើងមានការងារបែបណាខ្លះគឺទី1គឺតាក់ទងជាមួយនឹងការរៀបចំដីការពង្រាបដីការរៀបប្រព័ន្ធស្រោចស្រពក្នុងដំណាំផ្សេងៗក៏ដូចជាការជីកបន្លាយទឹកជីកស្រះអីជាដើមបាទហើយការងារមួយប្រភេទទៀតនោះគឺការងារក្នុងវិស័យសំណង់ពុកម៉ែបងប្អូនអាចយក excavator ទៅប្រើប្រាស់ក្នុងការងារការដ្ឋានសំណង់ផ្សេងៗដូចជាការដាក់លូទឹកឬក៏ការដាក់ប្រព័ន្ធបាទខ្សែភ្លើងនៅក្នុងបរិយាឬក៏ការដ្ឋានសំណង់ជាដើមអាចឃើញហើយបាទ excavator របស់យើងនេះគឺមានកន្ទុយខ្លីដែលហៅថាប្រភេទ Zero Tail Swing ខ្លួនរបស់ excavator របស់យើងនេះគឺខ្លីជាងកង់ច្រវាក់រហូតដល់ទៅ10 សង់ទីម៉ែត្រដែលអនុញ្ញាតធ្វើឲ្យ excavator របស់យើងនឹងគឺអាចចូលទៅក្នុងកន្លែងចង្អៀតបានដោយមិនខ្លាចប៉ះនៅឧបសគ្គផ្សេងៗហើយនឹងអាចបង្វិលខ្លួនបានរហូតដល់360ដឺក្រេបាទហើយចំពោះចំណុចពិសេសចុងក្រោយមួយទៀតនោះគឺប្រភេទហៅថា AI ឬក៏ Auto Idle System អនុញ្ញាតឲ្យ excavator របស់យើងនឹងគឺកាត់បន្ថយល្បឿនជុំម៉ាស៊ីនហើយនឹងជួយបាទសន្សំសំចៃប្រេងបានយ៉ាងមានប្រសិទ្ធភាពទាំងអស់នេះហើយដែលធ្វើឲ្យ excavator Kubota Series U55 ត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបគ្រប់តម្រូវការការងារហើយស័ក្តិសមជាមួយនឹងពាក្យស្លោកថាកម្លាំងខ្លាំងមានថាមពលគ្រប់ចលនាបំលាស់ទីបាទអរគុណច្រើនបន្ទាប់ពីចូលរួមជាមួយនឹងការទស្សនាបាទវីដេអូ excavator របស់ Kubota បាទអារម្មណ៍យ៉ាងណាដែរខ្ញុំជឿជាក់ថាពុកម៉ែបងប្អូននឹងចង់បានអញ្ចឹងកុំភ្លេចណាតាក់ទងជាមួយនឹងក្រុមការងាររបស់ Kubota ដែលនៅក្បែរផ្ទះរបស់លោកអ្នកបាទទូទាំងប្រទេសរបស់យើងផ្ទាល់ផងដែរឥឡូវជាមួយនឹងកម្មវិធីរបស់យើងជាបន្តអញ្ចឹងក៏សូមទស្សនាទាំងអស់គ្នានឹងបងពងរៀននឹងអត់អីទេចឹងបងធ្វើ homework ទីសិនចឹងស្នេហាសបើណាអាយុទៅប្រប៉ុណ្ណឹងនេះណាឲ្យវារៀនសូត្រទៅស្នេហានឹងបានស្អីមកវិញមិនស្រួលរត់តាមគ្នាលេងរៀនលេងសូត្រដែលលឺដែរគេថាស្រឡាញ់ស្រីខ្លីវិជាណាឃើញទេជំនាន់អញរៀនហ្នឹងណាអត់ដែលមានស្នេហាទេបានសរសើរមិនដឹងយកតាណាអស់រត់តែកន្លែងជួគ្មានព្រោះស្អីមកស្នេហាអូនបងបដាសេបដាហ្នឹងរៀនចូលដែរអីចុះពីមុនមកឯងធ្លាប់មានស្នេហាអត់ចុះបានថាមានស្នេហាខ្លីវិជាអញអត់មានស្នេហាមែនប៉ុន្តែគ្រូអញប្រាប់មកថាអញ្ចឹងហើយអញបានតែសើមកកណោបានន័យថាគ្រូអញនិយាយនឹងវាត្រូវហើយអត់មានស្នេហាបានវារៀនបកែរហូតដល់ឥឡូវហ្នឹងអញអត់ហ៊ានយកសង្សារផងខ្លាចការងារអញខ្លីនេះអត់ល្អហើយយល់បងឯងថាស្រឡាញ់ស្រីខ្លីវិជាតែសម្រាប់ខ្ញុំស្រឡាញ់ស្រីវែងវិជាវាមិនដែលណ៎ចឹងបានបងខ្ញុំនៅប្រើដល់សប្តាហ៍ថ្ងៃកាលពីខ្ញុំអត់តមានស្នេហាណាខ្ញុំលេខពោចទៅរហូតគាត់តែខ្ញុំមានស្នេហាភ្លាមលេខ9លេខ10លេខ5លេខ1ណែបានសរសើរខ្ញុំសង្សារខ្ញុំណាសិស្សបកាយកណិតទូទាំងប្រទេសគាត់ថាបើខ្ញុំរៀនអត់បកាយទេគាត់អត់យកខ្ញុំទេអញ្ចឹងហើយបានរាល់ថ្ងៃនេះខ្ញុំប្រឹងរៀនណាដើម្បីស្នេហាខ្ញុំអើយខ្ញុំនិយាយណាអ្នកអត់មានស្នេហានិយាយមិនក៏ត្រូវគ្នាដែរអាកូនប្រឹងរៀនណាដើម្បីស្រីប្រឹងណាកូនព្រោះស្អីគេលឺបកាយគ្នាកោកកាលឺដល់ក្រៅមានអីអមនិយាយគ្នាមួយបងចៃនេះដឹងការគាត់មានស្នេហាគេអញអត់ដឹងនិយាយមិនដែរស្អីទីចំនួនម៉ែអញហ្នឹងរាប់អូនិយាយពីគេចូលស្ដីចេញចូលអត់សក់អត់ផ្លូវហួងធំជង្គង់មកចំនួនឯងនេះក៏ចឹងទៀតដែរនិយាយមកចាហៀងភូមិមកចូលដឹងមែនតែអាចចិត្តការហើយហ្នឹងណានៅសល់តែ4 5ថ្ងៃទៀតការមកចូលស្ដីទៀតហើយវាហ្នឹងវាមិនដឹងមិនជំនាញវានេះជំនាញយាយជីមែនតែដើរជួបលោកសួរថាហើយកូនថ្ងៃណាទៅធ្វើយាយជីម៉ែវាចេះទៅវិញម៉ែរាល់ថ្ងៃក៏ខ្ញុំមានគេស្រឡាញ់ដែរប៉ុន្តែខ្ញុំនឹងមិនចង់យកគេហើយដឹងវាមិនយកគេមិនយកវាទេអញលឺតែអញ្ចឹង5ឆ្នាំហើយគ្មានណាសួរទេណែពីរនាក់នៅមើលផ្ទះអញត្រូវទៅស្រុកយាយទេមកនឹងញាប់នឹងមានមុខការអីទេនោះចង់អញត្រូវរៀបខោអាវហើយនៅមើលផ្ទះកុំទៅណា
câu đây mơ excavator cô bô ta nè sahi ấy này khe exxon sạm bay anh ạ mà anh non không mong mơ anh chăng chẳng màu cùi sạch mà cô chọc ôi không cho mà ai ra nè non không mà phật màu đang màu mơ châu đây chứ đang đây anh anh nè tôi chua kê thế nè cậu ai ta tha thơ cho cá chua kê việc khát rồi à hồi bao con ai nâng về mình mai ca sa non thơ tè tạm thu mấy nè mai tha hậu tình excavator cù bù ta đèn khe exxon sạm bay nâng muôi nè cậu việc bàn tình nê nó mà chui cho cả phong hậu việc từ thơ sa non nông nè bạn anh đang bị qua lôi mà bay liền cậu ơi thao từ chạy mệt sọc nó mà liền khmai nó vừa cả đọt mờn cậu nè hồi bữa tao chạy tới nia kia nó mà liên nó là cả mà mơ nó là tam ta anh thục lơ anh tao chạy mệt sọc cả cậu tới nia kia na cái ai mà anh chạy mà liên nó lao toa tầm mục là vô cái quan liên nó vào cái ao tới nia kia mà liên nó lá cả mà mờn cứ tới tầm môi phía rau tê mai ban là sọc mà liên lôi máy cả đọc mờn cứ tới á đọc phía rồi bộ ao mềm anh đang ngay họ chào sọc từ nhồi ót ao say tê chồng ơi mịch sọc ca ra hao na con bà thạc qua lôi bong lùa cho môi crom hôn cu ta của bạn đai mai bữa tang chồng tế bong lùa cho môi crom hôn cu bù ta tao mong tao cổ thầy liền excel giờ lôi trong mong tao ngày nào viêm miên lôi cha mà viêm xôn ơi chồng của bạn đại cậu ao mà thầy pi liền mà thầy rồi cậu ôi mấy tham mà phây liền đã lấy tranh mà phây pi liền mau nào thì đây mày pi liền nó mà sal mình nó tao chạy mệt sọc cả mà phây mơn khai hót trao sọc hôm nay ao dân mà ô mày hồi tất bố mà chứ là lợi bụng lấy việc ban thu thi ơi việc ban lùi pi chua leska phong mày cả sầm non phong thơ cho ca phong lùi đó việc xôn anh tăng bị bay khai môn mấy trong pu chất bàn lôi ca của bồn này mày cái từ khuôn này đây đằng cái bàn vào đây kia vậy tao bơ bọc vì cô ở cao khôn thì tiết cầu mày mới thân cô thủ ăn mấy mới mắt mang pen rằng khuôn sấy thôi đã thủ ăn bữa hơi mưa tu sạp mưa trong việc quạt nè chạy thôi đã khai nè chạy mưa xì ngoặc mạnh chẳng hát lại khâu cái bè xì môi thì bè mát mà anh mới tới thòm bán nè បាទចឹងមិនដែរពុកម៉ែបងប្អូនបន្តពីពុកម៉ែបងប្អូនបានទស្សនារួចមកហើយអំពីលក្ខណៈពិសេសរបស់ mini excavator របស់យើងផងដែរបាទអញ្ចឹងនៅក្នុងពេលនេះផងដែរក៏យើងមានផ្នែកបន្តទៀតផងដែរបាទបងបាទខ្ញុំចង់សួរថាថ្ងៃនេះមានអ្វីខ្លះតាក់ទងជាមួយនឹងគ្រឿងបន្លាស់បាទដែលយើងនឹងធ្វើការផ្ដល់ជូនទៅដល់អតិថិជនរបស់យើងអញ្ចឹងសម្រាប់ផ្នែកគ្រឿងបន្លាស់របស់យើងថ្ងៃនេះនឹងធ្វើការបង្ហាញជូនទៅកាន់ពុកម៉ែបងប្អូនអំពីឈុតថែទាំនិងឈុតរលោគ្រឿងក្រោមផងដែរដែលគាត់នឹងធ្វើការបង្ហាញថាតើជាមួយនឹងគ្រឿងបន្លាស់របស់យើងបាទគឺយើងធ្វើការថែទាំយ៉ាងម៉េចនិងមានការប្រើប្រាស់យ៉ាងម៉េចនោះគាត់នឹងធ្វើការបង្ហាញនៅក្នុងពេលនេះផងដែរបាទពិសេសមែនទែនអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនរបស់យើងទាំងអស់គ្នាបើសិនជាចង់ជ្រាបកាន់តែច្បាស់តោះកុំឲ្យខាតពេលយូរយើងទៅទស្សនាទាំងអស់គ្នាបាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទដែលបានទស្សនានៅពេលនេះខ្ញុំបាទឈ្មោះសុកសវណ្ណារាជាបុគ្គលិកផ្នែកគ្រឿងបន្លាស់របស់ក្រុមហ៊ុន Kubota ហើយថ្ងៃនេះដែរគឺខ្ញុំមានដំណឹងល្អខ្លះមកចែកជូនពុកម៉ែបងប្អូនដែលជាអ្នកប្រើប្រាស់ excavator បាទនៅពេលដែលពុកម៉ែបងប្អូនជ្រើសរើសយក excavator Kubota ដ៏ល្អមកប្រើប្រាស់ហើយគឺពុកម៉ែបងប្អូនគួរតែជ្រើសរើសយកគ្រឿងបន្លាស់សុទ្ធរបស់ Kubota មកប្រើប្រាស់ផ្សំគុំគ្នាដើម្បីធ្វើឲ្យ excavator របស់ពុកម៉ែបងប្អូនកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុនទៅទៀតអូខេដើម្បីកុំឲ្យខាត់ពេលវេលាពុកម៉ែបងប្អូនទាំងអស់គ្នាយូរគឺសូមចូលទៅដល់ការណែនាំរបស់បច្ចេកទេសការថែទាំគ្រឿងបន្លាស់របស់ excavator ផងដែរបាទថ្ងៃនេះគឺខ្ញុំសូមណែនាំទៅបច្ចេកទេសមួយដែលការថែទាំគ្រឿងបន្លាស់របស់ excavator ដែលមានតួនាទីដ៏សំខាន់មួយនោះគឺដុំរឡូបាទហើយដុំរឡូនេះដែរគឺមានពីរប្រភេទទី1នោះគឺរឡូខាងលើនិងប្រភេទទី2គឺជារឡូខាងក្រោមចឹងនៅក្នុងវគ្គនេះដែរគឺខ្ញុំសូមយករឡូខាងក្រោមមកជម្រាបជូនពុកម៉ែបងប្អូនទាំងអស់គ្នាដែរបាទរឡូខាងក្រោមរបស់ excavator នេះគឺមានតួនាទីសំខាន់ពីរយ៉ាងបាទគឺតួនាទីទី1ធ្វើឲ្យចលនារបស់ excavator ហ្នឹងគឺមានចលនាទៅមុខបានបាទប៉ុន្តែតួនាទីសំខាន់ទី2របស់រឡូនេះដែរគឺទប់លំនឹងរបស់ excavator គឺមិនអ្នកបើកបរមានអារម្មណ៍ថាធីងថងនោះទេបាទជាធម្មតាពុកម៉ែបងប្អូនគឺអាចផ្លាស់ប្ដូររឡូខាងផ្នែកខាងក្រោមរបស់ excavator នេះបានគឺជារៀងរាល់
ពីពាន់មកម្ដងពុកម៉ែបងប្អូនក៏អាចសង្កេតមើលបានដែរថារលោងរបស់ពុកម៉ែបងប្អូនមានសភាពល្អឬមួយក៏មានខូចខាតនៅកន្លែងណាដោយពុកម៉ែបងប្អូនគ្រាន់តែស្ដាប់សំឡេងនៅពេលណាដែលពុកម៉ែបងប្អូនបច្ចេកម៉ាស៊ីន excavator របស់ពុកម៉ែបងប្អូនគ្រាន់តែស្ដាប់សំឡេងពីខាងក្រោមបើសិនជាឮសំឡេងថាខ្លាំងឬមួយក៏ការបើកបររបស់ពុកម៉ែបងប្អូនមានការរអាក់រអួលតាក់ឬមួយក៏មិនអាចដំណើរការទៅមុខបានគឺវានឹងអាចមានបញ្ហាមកពីដុំរលោងខាងក្រោមបាទដើម្បីឲ្យ excavator របស់ពុកម៉ែបងប្អូនធ្វើការកាន់តែមានប្រសិទ្ធភាពជាងមុនទៀតនោះអញ្ចឹងពុកម៉ែបងប្អូនគួរតែជ្រើសរើសគ្រឿងបន្លាស់សុទ្ធរបស់ Kubota ដើម្បីយកមកប្រើប្រាស់ហើយម្យ៉ាងវិញទៀតពុកម៉ែបងប្អូនគួរតែធ្វើការថែទាំ excavator របស់ពុកម៉ែបងប្អូនទៅតាមបច្ចេកទេសក្នុងការណែនាំរបស់ក្រុមហ៊ុនផងដែរសូមកុំបារម្ភសម្រាប់ excavator ថ្មីនិងចាស់សេវាកម្ម Kubota ស្វាគមន៍ជានិច្ចបាទយ៉ាងមិនដែរពុកម៉ែបងប្អូនបន្ទាប់ពីពុកម៉ែបងប្អូនបានទស្សនាអំពីការបង្ហាញទៅលើគ្រឿងបន្លាស់របស់ SK របស់យើងបាទប្រហែលជាបងប្អូនមួយចំនួនគឺចង់បានហើយមួយមុខគឺចង់បានដែរចង់បានបងអត្ថប្រយោជន៍ច្រើនប៉ុន្តែធ្វើមិនទេកំសត់តិចបងលុយអត់គ្រប់លុយអត់គ្រប់ហ៎បាទបងតោះទៅមកខ្ញុំខ្ញុំសួរបងស្រីបាទនេះបងប្រុសគាត់ចង់បាន SK មួយគ្រឿងប៉ុន្តែគាត់ថាបកគាត់អត់គ្រប់គ្រាន់បងស្រីមានដោះស្រាយបានទេចាបងចង់បងត្រូវការ SK មែនបងនាងខ្ញុំឈ្មោះហេងស្រីលីជាបុគ្គលិកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Kubota Leasing Cambodia នាងខ្ញុំនឹងមកណែនាំសេវាកម្មបង់រំលោះ Excavator ដែលមានការ free ការប្រាក់រហូតដល់12ខែចំណែកឯអត្រាការប្រាក់ក៏តិចការចំណាយបង់មុនក៏ទាបហើយមានរយៈពេលវែងដែលមិនធ្លាប់មានពីមុនមកចំណែកលក្ខខណ្ឌងាយៗរបស់ពួកយើងមានដូចជាដែលគ្រាន់តែបងប្អូនចំណាយត្រឹមតែ 30% ប៉ុណ្ណោះបងប្អូននឹងទទួលបាន promotion ពិសេសគឺការមិនយកការប្រាក់រហូតដល់រយៈពេល12ខែហើយនឹងអាចរំលោះបានរយៈពេល5ឆ្នាំហើយលើពីនេះទៅទៀត KLC ក៏បានផ្ដល់កម្ចីដែលមានអត្រាការប្រាក់សមរម្យបំផុតការស្នើឯកសារក៏មានភាពរហ័សងាយស្រួលមិនត្រូវការទ្រព្យបញ្ចាំហើយថែមទាំងមិនគិតថ្លៃសេវាផ្សេងៗដែលនេះពិតជាស័ក្តិសមបំផុតសម្រាប់បងប្អូនដែលកំពុងស្វែងរកឱកាសវិនិយោគថ្មីៗក្នុងការបង្កើតមុខរបរឬក៏បង្រៀនអាជីវកម្មផ្សេងៗដើម្បីបង្កើនចំណូលរបស់ខ្លួនផងដែរ KLC ជាការបង់រំលោះសម័យថ្មីចំណាយតិចរហ័សទាន់ចិត្តមានសាខាបម្រើសេវាកម្មគ្រប់ខេត្តក្រុងដូច្នេះប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍មកលើខាង KLC បងប្អូនគ្រាន់តែតាក់ទងមកកាន់តំណាងចែកចាយដែលនៅក្បែរផ្ទះបងប្អូនបំផុតហើយពួកយើងនឹងមានក្រុមការងារដើម្បីចុះទៅជួបបងប្អូនផ្ទាល់នៅគេហដ្ឋានតែម្ដងពួកយើងនឹងធានាថាបងប្អូននឹងទទួលបានការថែទាំក៏ដូចជាអត្ថប្រយោជន៍ជាច្រើនដែលគ្រាន់តែចូលរួមក្លាយជាក្រុមគ្រួសាររបស់ KLC ជាមួយពួកយើងទាំងអស់គ្នាបាទឃើញងាយស្រួលទេបាទពិតជាស្រួលមែនបងបាទអញ្ចឹងគឺការបង់រំលោះគឺងាយមែនទែនបាទជាមួយនឹងលក្ខខណ្ឌផ្សេងៗគឺពិសេសទៅកាន់ពុកម៉ែបងប្អូនដែលចង់ទិញនៅគ្រឿងចក្ររបស់យើងបាទអញ្ចឹងដើម្បីឲ្យកាន់តែមានទំនុកចិត្តទៅលើគ្រឿងចក្ររបស់យើងជាប្រភេទ SK នេះក៏យើងមានការបង្ហាញទៅលើការថែទាំតើយើងត្រូវធ្វើការថែទាំយ៉ាងម៉េចដើម្បីឲ្យគ្រឿងចក្ររបស់យើងមានអាយុកាលនៃការប្រើប្រាស់បានយូរនិងប្រើប្រាស់ត្រូវបច្ចេកទេសអញ្ចឹងតោះយើងទស្សនាទាំងអស់គ្នាជំរាបសួរជួបជាមួយខ្ញុំតាំងឈុនលេងជាគ្រូបង្រៀននៅមណ្ឌលបណ្ដុះបណ្ដាល Kubota កម្ពុជាសម្រាប់ថ្ងៃនេះដែរខ្ញុំនឹងមកធ្វើការណែនាំអំពីបច្ចេកទេសក្នុងការបាញ់ខ្លាញ់គោឲ្យត្រូវតាមចំណុចផ្សេងៗគ្នាអញ្ចឹងចំពោះអ្នកដែលធ្វើការប្រើប្រាស់ចាំបាច់ត្រូវធ្វើការបាញ់ខ្លាញ់គោនៅចំណុចផ្សេងៗដោយផ្លាស់ប្ដូរទីតាំងទៅតាមបូមសន្លាក់ផ្សេងៗរបស់ Excavator ដើម្បីការពារការខូចខាតទៅដល់ Excavator ដែលលោកអ្នកអាចមើលទៅតាមវីដេអូឃ្លីបនេះបានបាទចំពោះវិធីនៃការបាញ់ខ្លាញ់គោមុនពេលប្រើមុនពេលបាញ់ខ្លាញ់គោយើងត្រូវធ្វើការទម្លាក់ឧបករណ៍ផ្នែកខាងមុខដូចជាស្មាដៃហើយនឹងប៉ែលជោគឲ្យនៅកម្រិតទាបបំផុតបាទហើយបន្ទាប់មកធ្វើការពន្លត់ម៉ាស៊ីននិងធ្វើការបាញ់ខ្លាញ់គោនៅចំណុចផ្សេងៗលុះត្រាតែខ្លាញ់គោចាស់ហៀចេញមកបាទហើយចំណុចដែលយើងធ្វើការបាញ់មានដូចជាប៉ែលឈូសដីស៊ីឡាំងប៉ែលឈូសទាំងសងខាងសន្លាក់យន្តការមេកានិកទាំង2ចំណុចបាទចំពោះឈុតប៉ែលជោគដីដែលយើងធ្វើការបាញ់ខ្លាញ់គោគឺមាន6ចំណុចបាទនេះចំណុចនេះហើយចំណុចផ្នែកខាងក្រោមបាទចំពោះស៊ីឡាំងបូមប៉ែលជោគគឺមាន2ចំណុចបាទចំណុចខាងក្រោមនេះមួយហើយនឹងចំណុចខាងចំហៀងនេះមួយបាទបន្តមកទៀតគឺយើងធ្វើការបាញ់នៅសន្លាក់ស៊ីឡាំងដៃ SK បាទគឺយើងធ្វើការបាញ់2ចំណុចទី1ហើយនឹងចំណុចទី2បាទចំណុចដែលយើងធ្វើការបាញ់ខ្លាញ់គោទៅលើសន្លាក់ស្មាផ្នែកខាងក្រោមបាទចំណុចទី1ហើយនឹងចំណុចផ្នែកខាងក្រោមបាទបន្តមកទៀតយើងធ្វើការបាញ់ទៅលើឈុតពីញងបង្វិលខ្លួនដែលមាន2ចំណុចបាទទី1គឺធ្មេញពីញងបង្វិលខ្លួននិងពីដាងម៉ូទ័របង្វិលខ្លួនដោយវិធីត្រឹមត្រូវដោយយើងធ្វើការបង្វិលឲ្យដៃ SK ផ្នែកខាងមុខមកស្របជាមួយនឹងប៉ែលជោគផ្នែកខាងមុខដូចគ្នាបាទបន្ទាប់មកធ្វើការបាញ់នៅត្រង់ចំណុចទាំងពីរដោយយើងធ្វើការបាញ់ពី4ទៅ5ដងហើយធ្វើការបង្វិលខ្លួន SK ឲ្យបាន90ដឺក្រេបាទបន្ទាប់មកទៀតយើងធ្វើការបាញ់ខ្លាញ់គោ
ទៅលើពីញងបង្វិលខ្លួនជារៀងរាល់50ម៉ោងម្ដងហើយនឹងធ្វើការបាញ់ខ្លាញ់គោទៅលើពីដាងបង្វិលខ្លួនជារៀងរាល់200ម៉ោងម្ដងដោយមធ្យោបាយនៃការបាញ់ខ្លាញ់គោត្រូវធ្វើតាមលំនាំដូចពីមុនត្រូវធ្វើបែបនេះរហូតដល់ excavator បង្វិលខ្លួនមកទីតាំងដើមវិញជាការស្រេចចំពោះខ្លាញ់គោដែលយើងត្រូវប្រើគឺត្រូវតែជាខ្លាញ់គោម៉ាគូបូតាដើម្បីការពារការជ្រាបទឹកនិងជួយគ្រប់គ្រងសម្ពាធបានយ៉ាងល្អនិងកាត់បន្ថយការសឹករិចរិលរបស់គ្រឿងបន្លាស់បានយ៉ាងល្អផងដែរចំពោះ SK ដែលប្រើនៅកន្លែងដែលមានទឹកឬក៏ភក់ត្រូវធ្វើការបាញ់ខ្លាញ់គោទៅតាមសិភៅណែនាំដែលបានកំណត់ជាចុងក្រោយខ្ញុំសង្ឃឹមថាคลิปវីដេអូនេះនឹងមានប្រយោជន៍ដល់អ្នកទាំងអស់គ្នាដើម្បីឲ្យអ្នកទាំងអស់គ្នាយកវិធីសាស្ត្រនៃការបាញ់ខ្លាញ់គោនេះយកទៅប្រើប្រាស់បានដោយខ្លួនឯងវាជាវិធីសាស្ត្រមួយដែលជួយពន្យាអាយុកាលនៃការប្រើប្រាស់របស់ excavator យើងបានយូរអង្វែងផងដែរបាទសម្រាប់ថ្ងៃនេះខ្ញុំសូមអរគុណសូមជម្រាបលាបាទយ៉ាងណាដែរសម្រាប់ពុកម៉ែបងប្អូនដែលបានចូលរួមជាមួយនឹងការទស្សនាបាទកម្មវិធីរបស់យើងផ្ទាល់ព្រោះថាថ្ងៃនេះយើងចែករំលែកច្រើនមែនទែនទាំងអតិថិជនថ្មីនិងអតិថិជនចាស់របស់បាទគ្រឿងចក្រកសិកម្មរបស់ Kubota មានទាំងការបញ្ចុះតម្លៃទៅលើគ្រឿងបន្លាស់រហូតដល់បាទ10រហូតដល់ 15% ហើយជាពិសេសគឺមានការបន្ថែមជូននៅ e-coupon រហូតដល់$30សម្រាប់ការទិញនៅគ្រឿងបន្លាស់ផ្ទាល់ផងដែរមិនថាពុកម៉ែបងប្អូនប្រើប្រាស់គ្រឿងចក្រកសិកម្មបាទ Kubota ជាលក្ខណៈបាទក្រុមគ្រួសារឬក៏ជាមិត្តភ័ក្តិជាក្រុមគ្រួសាររបស់គាត់ផ្ទាល់ហ្មងណាអញ្ចឹងគាត់នឹងទទួលបានជាមួយនឹងអត្ថប្រយោជន៍ជាច្រើនបាទពីកម្មវិធីរបស់យើងផ្ទាល់អ្វីដែលពិសេសជាងនេះទៅទៀតបាទសូមកុំភ្លេចចូលរួមជាមួយនឹងការ like page ក៏ដូចជាចូលរួមទៅលើការ subscribe បាទ channel YouTube របស់ Kubota ដើម្បីទទួលបាននូវមាតិកាថ្មីៗ promotion ពិសេសៗដែលយើងនឹងធ្វើការផ្ដល់ជូននៅពាក់កណ្ដាលឆ្នាំ2023នេះផ្ទាល់ផងដែរបាទក៏ដូចជានាដើមរដូវវស្សានេះផ្ទាល់បាទសូមជូនពរទៅដល់ពុកម៉ែបងប្អូនទាំងអស់ដែលប្រើប្រាស់នៅគ្រឿងចក្រកសិកម្មរបស់ Kubota ដែលបង្កបង្កើនផលតាក់ទងទៅនឹងបាទកសិកម្មរបស់លោកអ្នកសូមឲ្យទទួលបានផលកាន់តែច្រើនបាទពីមួយឆ្នាំទៅមួយឆ្នាំជូនពរឲ្យមានសុខភាពល្អសំណាងល្អជោគជ័យគ្រប់ភារកិច្ចទាំងអស់បាទនៅពេលនេះខ្ញុំបាទដែនបាទខ្ញុំបាទសុពលបាទសូមអរគុណសូមជម្រាបលា